Đang ở PKប្រកួតមួយគូទៀតនៅក្នុងវេលាម៉ោង4ព្រឹកបាទថ្ងៃសៅរ៍ចូលថ្ងៃអាទិត្យអញ្ចឹងមានថាព្រលឹមថ្ងៃអាទិត្យតែម្ដងគឺជាការជួបគ្នារវាងក្រុមជម្រើសជាតិប៉ារ៉ាហ្គាយបាទជាមួយនឹងក្រុមជម្រើសជាតិបារាំងបាទវគ្គ16ក្រុមចុងក្រោយនេះបាទគឺការប្រកួតលេងនៅកីឡដ្ឋាន Lincoln Financial Field បាទនៅ Philadelphia បាទរបស់សហរដ្ឋអាមេរិកបាទអញ្ចឹងបងប្អូនបាទចំនួននៃការជួបគ្នានេះគឺអាចរាប់ថាជាគូមួយដែលជក់ចិត្តដិតអារម្មណ៍ពីព្រោះថាប៉ារ៉ាហ្គាយគេទើបតែទម្លាក់អាល្លឺម៉ង់បាទប៉ារ៉ាហ្គាយនេះហើយគឺជាក្រុមដែលទម្លាក់អាល្លឺម៉ង់ហើយបាទក្រុមជម្រើសជាតិបារាំងក៏ជាក្រុមមួយដែលអាចរាប់ថាការប្រកួតរបស់គេក៏តានតឹងដែរក្រោយពីគេបានយកឈ្នះបាទប្រកួតចុងក្រោយណាបងប្អូនសម្រាប់បារាំងបើប្រកួតនៅក្នុងពូលគឺគេឈ្នះទាំង4ប្រកួតប៉ុន្តែដល់ពេលប្រកួតវគ្គ32ក្រុមគេចេញមកប៉ះអឺរ៉ុបដូចគ្នាគេឈ្នះទៀតបាទអញ្ចឹងបើយើងឥឡូវចាប់អារម្មណ៍បាទចាប់អារម្មណ៍ប៉ារ៉ាហ្គាយសិនបាទព្រោះគូនេះប៉ះគ្នាម៉ោង4បាទ4ព្រឹកនេះហើយបាទអញ្ចឹងសម្រាប់ក្រុមជម្រើសជាតិប៉ារ៉ាហ្គាយបាទប៉ារ៉ាហ្គាយគេនៅក្នុងពូលបើនិយាយនៅក្នុងពូលគេពូលជាមួយនឹងអាមេរិកអូស្ត្រាលីហើយនិងទូគីបាទនៅក្នុងពូល D មានអាមេរិកឈរនៅចំណាត់ថ្នាក់លេខ1អូស្ត្រាលីនៅចំណាត់ថ្នាក់លេខ2ដោយឡែកប៉ារ៉ាហ្គាយនេះគឺជាក្រុមដែលលេខ3បាទល្អបំផុតទេបាទមាន4បន្ទុកប៉ុន្តែប៉ារ៉ាហ្គាយពេលដែលគេឡើងមកវគ្គ32ក្រុមក្នុងនាមជាក្រុមដែលលេខ3ល្អបំផុតប៉ារ៉ាហ្គាយនេះគេឡើងមកប៉ះគីឡូធ្ងន់បាទគឺប៉ះអាល្លឺម៉ង់បាទប៉ះអាល្លឺម៉ង់លេងរហូតដល់វគ្គពេល12ណាបាទប៉ុន្តែ Manuel Neuer អត់អាចសង្គ្រោះបាល់ penalty បាទចំនួន5គ្រាប់បាទរបស់ក្រុមជម្រើសជាតិប៉ារ៉ាហ្គាយបានទេបាទជារួមទៅចប់ការប្រកួតថែម15នាទី2ដង1ទល់នឹង1ដល់ពេលឡើងមកដល់វគ្គ penalty បាទគឺប៉ារ៉ាហ្គាយគឺអ្នកទម្លាក់អាល្លឺម៉ង់បាទវគ្គ32ក្រុមបាទចុងក្រោយអញ្ចឹងមកដល់វគ្គ knock out វគ្គ16ក្រុមចុងក្រោយប៉ះបារាំងនេះបាទការជួបគ្នាជាមួយនឹងបារាំងអាចថាប៉ារ៉ាហ្គាយដែលជាក្រុមមកពីទ្វីបបាទអាមេរិកបាទទ្វីបអាមេរិកខាងត្បូងបាទឬក៏អាមេរិកឡាទីនហ្នឹងគឺអាចថាប៉ះគីឡូធ្ងន់ World Cup ម្ចាស់ជើងឯក2018បាទបារាំងនេះឲ្យរងជើងឯកឆ្នាំ2022ចាញ់អាសង់ទីនអញ្ចឹងមិនមែនជារឿងងាយស្រួលទេបាទអញ្ចឹងដល់ពេលយើងមើលប៉ារ៉ាហ្គាយថាការប្រកួតនៅក្នុងពូលហេតុអីបានគេបាន4បន្ទុកតែគេប៉ះក្រុមណាខ្លះលទ្ធផលនៃការខ្លះប៉ារ៉ាហ្គាយកៅឆាយមកប៉ះអាមេរិកលុត 4-1 បាទប៉ះក្រុមម្ចាស់ប្រទេសណាបាទចាញ់អាមេរិក 4-1 ដល់ពេលប៉ារ៉ាហ្គាយទៅប៉ះជាមួយនឹងទូគីកាលនោះខ្ញុំចាំការប្រកួតមានការក្រហមទៀតប៉ុន្តែប៉ារ៉ាហ្គាយគេអាចយកឈ្នះទូគីដល់លទ្ធផល1-0បាទដល់ពេលប៉ះជាមួយនឹងអូស្ត្រាលីបាទក្រុមដែលទៅពីអាស៊ីរបស់យើងនេះបាទគេស្មើជាមួយអូស្ត្រាលី0-0ទៀតគេមាន4បន្ទុកគេឡើងទៅតែម្ដងណែនេះសម្រាប់ក្រុមជម្រើសជាតិប៉ារ៉ាហ្គាយយើងទៅមើលបារាំងវិញក្រុមជម្រើសជាតិបារាំងបើមើលអំពីការប្រកួតនៅក្នុងពូលបារាំងធ្វើបានល្អណាស់3ប្រកួតនៅក្នុងពូលគឺបារាំងឈ្នះទាំង3ឲ្យគ្រាប់បាល់ច្រើនរហូតដល់ពេលឡើងមកដល់វគ្គ32ក្រុមប៉ះជាមួយនឹងស៊ុយអែតលុតស៊ុយអែតទៀតបាទអញ្ចឹងជាយើងទៅមើលថាបារាំងគេនៅក្នុងពូលណាគេឈ្នះក្រុមណាខ្លះហើយគេមានប្រមាណបន្ទុកបាទអញ្ចឹងការប្រកួតរបស់ក្រុមជម្រើសជាតិបារាំងកៅឆាយដំបូងតែម្ដងគេទៅឈ្នះសេនេហ្គាល់ដល់លទ្ធផល3-1បាទក្រោយពីប៉ះបារាំងលុតបារាំងសំទោសបារាំងប៉ះសេនេហ្គាល់បារាំងលុតសេនេហ្គាល់3-1បារាំងគេឡើងមកគេប៉ះអ៊ីរ៉ាក់បាទក្រុមមកពីអាស៊ីរបស់យើងទូរបស់បារាំងដាក់3-0ទៀតបាទចាំប្រកួតទី1 3-1ប្រកួតទី2 3-0ដល់ពេលទៅប៉ះក្រុមមកពីអឺរ៉ុបដូចគ្នាបាទកីឡាករបាទអាចថាសំខាន់ដែរបាទរបស់ណូវេបាទបច្ចុប្បន្នបងប្អូនស្គាល់ហើយណាកីឡាករ Martin Odegaard បាទកីឡាករErling Haaland បាទ Erling Haaland នេះសិតតែជាកីឡាករដែលល្បីកីឡាករល្អទេដល់ពេលមកមានណាបារាំងលុត 4-1 បារាំងដាក់ណូវេឡើងប៉ង់សរងហ្មង 4-1 បាទអត់ខ្វល់ដល់ពេលឡើងមកដល់វគ្គ32ក្រុមគេចាប់អ៊ុតមើលតើបារាំងប៉ះក្រុមណាបារាំងប៉ះណូវេនេះឯងបាទប៉ះណូវេនេះប៉ះស៊ុយអែតបាទសំទោសប៉ះស៊ុយអែតនេះឯងបាទអាវលឿងនេះឯងអញ្ចឹងបារាំងលុតស៊ុយអែតនេះ 3-0 ទៀតបាទនិយាយពីគ្រាប់បាល់ដែល4ប្រកួតទេណា4ប្រកួតទេបារាំងរកបាន13គ្រាប់បារាំងរកបាន13គ្រាប់ហើយគេសុទ្ធបញ្ចូលទីបារាំងហ្នឹងបានតែ2គ្រាប់គត់បាទតែក្រុមសុទ្ធបញ្ចូលទីមានសេនេហ្គាល់1គ្រាប់ហើយនិងណូវេ1គ្រាប់អញ្ចឹងការប៉ះជាមួយនឹងប៉ារ៉ាហ្គាយនេះប៉ារ៉ាហ្គាយអាចថាបើសិនបើមុនហ្នឹងប៉ារ៉ាហ្គាយអត់ទាន់ជួបអាល្លឺម៉ង់តម្លាក់អាល្លឺម៉ង់ទេប្រហែលជាគិតថាប៉ារ៉ាហ្គាយខ្លាចបារាំងណាបាទបារាំងតែពេលណាប៉ារ៉ាហ្គាយតម្លាក់អាល្លឺម៉ង់បាទប៉ារ៉ាហ្គាយតម្លាក់អាល្លឺម៉ង់នៅវគ្គ32ក្រុម
ដោយក្របបាល់ពេលទាំងទីអញ្ចឹងការជួបជាមួយនឹងបារាំងនេះបារាំងក៏រៀងញើសដែរចុងតិចប៉ារ៉ាហ្គាយលីប្រព័ន្ធការពារវិបកទប់រហូតទៅដល់ថែមម៉ោង15នាទីឬដល់វគ្គពេលទាំងទីណាបារាំងស្រួលចង់ងេមងាមបាទអញ្ចឹងការជួបគ្នាបាទរវាងក្រុមទាំងពីរបាទជាជំនួបដ៏ធំហើយបាទសម្រាប់ព្រឹកនេះបាទអាចថាព្រឹកនេះម៉ោង4គឺប៉ារ៉ាហ្គាយទៅជួបជាមួយនឹងបារាំងអញ្ចឹងយើងទៅមើលអំពីព័ត៌មានស្ថិតិមួយចំនួនមុននឹងការប្រកួតមកដល់បាទសម្រាប់ក្រុមទាំងពីរគេជួបគ្នា4លើកចុងក្រោយបងប្អូនបាទខ្ញុំរាប់ឲ្យមើលណា4លើកចុងក្រោយប៉ារ៉ាហ្គាយអត់ដែរឈ្នះបារាំងសំបីតែ1លើកប៉ុន្តែប៉ារ៉ាហ្គាយគេធ្វើបានល្អបំផុតបាទត្រឹមស្មើបាទ1លើកដែរបាទល្អបំផុតហើយដែល4ប្រកួតចុងក្រោយស្មើបានម្ដងនិងចាញ់បារាំងរហូតដល់3ដងបាទអញ្ចឹងការស្មើជាមួយនឹងបារាំងនេះគឺស្មើដល់លទ្ធផល1-1ល្អដែរណាប៉ុន្តែបងប្អូនទៅស្ដាប់លទ្ធផលចាញ់វិញបារាំងធ្លាប់លុបប៉ារ៉ាហ្គាយ7-3អូធ្លាប់លុបប៉ារ៉ាហ្គាយ7-3ធ្លាប់លុបប៉ារ៉ាហ្គាយ5-0បាទប៉ុន្តែក៏ធ្លាប់ឈ្នះប៉ារ៉ាហ្គាយ1-0ដែរបាទអញ្ចឹងមានថា7-3ក៏ធ្លាប់ហូប5-0ក៏ធ្លាប់ហូប1-0ក៏ធ្លាប់ហូបស្មើគ្នា1-1ក៏ធ្លាប់ស្មើប៉ុន្តែបើយើងងាកមើលប៉ារ៉ាហ្គាយគឺថាប៉ារ៉ាហ្គាយអត់ប៉ារ៉ាហ្គាយអត់ទេកូប៉ាអាមេរិកាប៉ារ៉ាហ្គាយធ្លាប់ក្រុងជើងឯកបាន2លើកបាទនេះនិយាយកូប៉ាអាមេរិកាដល់ពេលយើងទៅមើលពីរបបផ្សេងអត់ទេបាទសម្រាប់ក្រុមជម្រើសជាតិណាប៉ុន្តែបើយើងទៅមើលបារាំងវិញបារាំងធ្លាប់ឈ្នះ World Cup បាទបាន2ដងឈ្នះ Euro បាន2ដងបាទនេះសមិទ្ធផលរបស់ក្រុមជម្រើសបារាំងតាមពីបង្កើតមកតាមពីរជ្ជកាលមុនតាមពីជំនាន់មុនមកឈ្នះ World Cup បាន2ដងនិង Euro បាន2ដងដែរបាទអញ្ចឹងបើយើងនិយាយពីសាច់ដុំវិញសាច់ដុំបារាំងគេរៀងធ្ងន់ជាងហើយបាទសាច់ដុំបារាំងគេរៀងអែមជាងការប្រកួតគឺទៅធ្វើឡើងនៅក្នុងកីឡដ្ឋាន Lincoln Financial Field នៅឯរដ្ឋ Philadelphia នៅឯសហរដ្ឋអាមេរិកបាទអាជ្ញាកណ្ដាលកាត់សេចក្តីគឺលោក Elgis Tantashev បាទធ្លាប់កាត់សេចក្តីការប្រកួតនៅវគ្គជម្រុះក្នុងពូលដែរបាទអាជ្ញាកណ្ដាលជាតិអូបេគីស្ថានបើយើងមើលអំពី FIFA ranking បាទចំណាត់ថ្នាក់របស់ FIFA ចំណាត់ថ្នាក់ប្រទេសបាទបាល់ទាត់បុរសបាទបារាំងគេឈរនៅចំណាត់ថ្នាក់លេខ3ក្នុងពេលបច្ចុប្បន្នប៉ារ៉ាហ្គាយលេខ41បាទនេះ FIFA ranking យើងមកដឹងអំពីសមត្ថភាពកីឡាករបងប្អូនប្រកាសជាស្គាល់ហើយបាទកីឡាកររបស់បារាំងច្រើនប៉ុន្តែខ្ញុំណែនាំកីឡាកររបស់អ៊ុយរ៉ាហ្គាយដែលបងប្អូនគិតថាជាទីចាប់អារម្មណ៍ណាកីឡាករ Dynamo Kiev បាទគឺមានមកចូលរួមម្នាក់ដែរកីឡាករ Caceres បាទខ្សែការពាររបស់ Dynamo បាទមានខ្សែការពារ Gomes របស់ Palmeiras ដែលលេងនៅប្រេស៊ីលដែរបាទក្រុមជំនាញជាតិប៉ារ៉ាហ្គាយណានេះសិនតែជាកីឡាករដែលអាចថាបងប្អូនស្គាល់ឲ្យល្បីណាបាទAlmiron បាទ Almiron នេះគឺលេចធ្លោខ្លាំងណាស់ Miguel Almiron លេងនៅ Atalanta United បាទបច្ចុប្បន្នប៉ុន្តែ Almiron ក៏ធ្លាប់លេងនៅក្លឹបធំដែរបាទបើនិយាយពី Almiron នេះគឺជាកីឡាករមួយដែលហៅថាលេចធ្លោបាទសម្រាប់ក្រុមជំនាញប៉ារ៉ាហ្គាយមាន Gomesកីឡាករ Diego Gomes បច្ចុប្បន្នលេងឲ្យ Brighton បាទហើយមានកីឡាករ Enciso បាទ Enciso ឈ្មោះរបស់គាត់វិញ Julio Enciso ខ្សែបម្រើស្លាបឆ្វេងបាទបច្ចុប្បន្នកីឡាកររូបនេះលេងនៅក្លឹបបាល់ទាត់ Strasbourg បាទ Strasbourg ឡើងមកដល់វគ្គដាច់ព្រាត់ដែរបាទក្នុងពានរង្វាន់លីកនៅឯតំបន់អឺរ៉ុបណាបាទហើយនឹងមានកីឡាករ Avalos បាទខ្សែប្រយុទ្ធទោលយើងងាកទៅមើលបារាំងវិញបងប្អូនស្គាល់ច្រើនណាបាទបារាំងក្រោមការដឹកនាំរបស់លោក Didier Deschamps បាទបារាំងនេះមានអ្នកចាំទីបាទ Magnan របស់ក្លឹបបាល់ទាត់ AC Milan មានខ្សែការពារស្ដាំបាទ Jules Koundé របស់ Barcelona Upamecano របស់ Bayern Munich បាទខ្សែការពារកណ្ដាល William Saliba របស់ក្រុមកំភ្លើងធំ Arsenal និងកីឡាករ Digne បាទរបស់ Aston Villa គាត់និយាយ5នាក់ខាងក្រោមណាបងប្អូនស្គាល់ទាំងអស់បាទយើងទៅចាប់អារម្មណ៍ខ្សែបម្រើវិញ Rabiot បាទរបស់ AC Milan ខ្សែបម្រើកូណេបាទរបស់ Roma យើងទៅមើលខ្សែប្រយុទ្ធនៅខាងលើ4និយាយ4តែម្ដងទៅបាទខ្សែប្រយុទ្ធរបស់ក្រុមជើងជាតិបារាំងOusmane Dembélé បាទរបស់ PSG Barcola របស់ PSG ខ្សែបម្រើប្រយុទ្ធកដាលបាទ Olise បាទរបស់ Bayern Munich និងខ្សែប្រយុទ្ធប្រអប់របស់ Athletic បាទសាច់ចូលរីម៉ាឌ្រីតបាទ Kylian Mbappé នេះហើយសាច់ហើយបាទបើយើងនិយាយទៅពីគីឡូវិញណាបារាំងបាទបារាំងនេះគឺធ្ងន់ណាស់បាទធ្ងន់ណាស់ប៉ះជាមួយនឹងប៉ារ៉ាហ្គាយប៉ុន្តែប៉ារ៉ាហ្គាយខ្ញុំជឿជាក់ថាគ្រូបង្វឹករបស់ប៉ារ៉ាហ្គាយលោក Gustavo Alfaro នឹងមានយុទ្ធសាស្ត្រនិងក្បួនខ្នាតរបស់គាត់ដើម្បីលេងនិងតទល់ជាមួយនឹងបារាំងតើក្រុមជម្រើសជាតិបាទទាំងពីរនេះបារាំងឬក៏ប៉ារ៉ាហ្គាយនឹងត្រូវឡើងទៅវគ្គបន្តបាទឡើងទៅលេងជុំបន្តអញ្ចឹង
ក្រុមនេះលេងវគ្គ16ក្រុមនឹងត្រូវរក8ក្រុមដែលត្រូវឡើងទៅទៀតបាទអញ្ចឹងសម្រាប់ក្រុមជម្រើសជាតិបារាំងប្រសិនបើការប្រកួតនៅវេលាម៉ោង4ព្រឹកនេះបាទចប់ការប្រកួតវគ្គ16ក្រុមចុងក្រោយនេះប្រសិនបើបារាំងឈ្នះឬក៏ប៉ារ៉ាហ្គាយឈ្នះប្រសិនបើទេណាបារាំងឬក៏ប៉ារ៉ាហ្គាយឈ្នះក្នុងការប្រកួតនៅវេលាព្រឹកថ្ងៃអាទិត្យនេះម៉ោង4នេះគេនឹងរងចាំមើលកាណាដាឬក៏ម៉ារ៉ុកអូបាទព្រោះដោយសារកាណាដាម៉ារ៉ុកគេលេងមុនបាទអញ្ចឹងកាណាដានិងម៉ារ៉ុកលេងហើយត្រូវមានមួយក្រុមអាចតែកាណាដាឬក៏ម៉ារ៉ុកទៅឈរចាំមើលប៉ារ៉ាហ្គាយនិងបារាំងតែក្រុមណាត្រូវទៅជួបគេអូចឹងគូនេះអូឧទាហរណ៍ទេណាដូចឧទាហរណ៍ថាម៉ារ៉ុកចុះឧទាហរណ៍ម៉ារ៉ុកគេឈ្នះកាណាដាគេឡើងមកឈរចាំម៉ារ៉ុកប៉ះបារាំងអូញាក់សាច់មកបាទគាត់ឧទាហរណ៍ទេប៉ុន្តែឧទាហរណ៍ថាគេលោថាកាណាដាគេឡើងមកបាទកាណាដាឡើងគេមកឈរមើលបារាំងនិងប៉ារ៉ាហ្គាយក្រុម2នឹងគេមើលក្រុមណាគេប៉ះគ្នាបាទអញ្ចឹងអាចថាមិនទៀងទាត់ទេបាទសម្រាប់បាល់ទាត់សម័យទំនើបបាទសម្រាប់ខ្ញុំបងប្អូនបាទដោយសារតែពេលវេលារបស់យើងខ្លីដែរខ្ញុំគិតថាបើភាគរយបារាំងអាចមានភាគរយឈ្នះច្រើនហើយបារាំងក៏ហូបប៉ារ៉ាហ្គាយមិនដាច់ទេបើតាមខ្ញុំគិតណាបាទខ្ញុំគិតថាលទ្ធផលចប់ការប្រកួតប្រហែលជាមានលទ្ធផលត្រឹម 2-1 អីហ្នឹងឯង 2-1 បាទ 2-1 បាទសុខាយើងឃើញមិនដែរបើសម្រាប់ខ្ញុំសុំឲ្យបារាំង3គ្រាប់ទៅចុះបាទ3គ្រាប់ហើយប៉ារ៉ាហ្គាយអាចមាន1គ្រាប់ប៉ារ៉ាហ្គាយមាន1គ្រាប់នៅជាគ្រាប់បានច្រើនណាស់ណា4គ្រាប់បាទចុះប្រិយមិត្តទស្សនិកជនយល់ឃើញមិនដែរបាទសម្រាប់ការប្រកួតរវាងក្រុមជម្រើសជាតិបារាំងនិងប៉ារ៉ាហ្គាយដែលត្រូវជួបគ្នានៅម៉ោង4ព្រឹកនេះបាទម៉ោង4ព្រឹកថ្ងៃអាទិត្យនេះបាទអញ្ចឹងយើងចាប់អត់មើលទាំងអស់គ្នាតើក្រុមណានឹងឡើងទៅវគ្គ8ក្រុមចុងក្រោយ